ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ជាថ្មីមកកាន់ Channel របស់ខ្ញុំគឺ Super Travel Channel ថ្ងៃនេះខ្ញុំនាំបងប្អូនមកស្គាល់ទីតាំងប្រាសាទមួយកន្លែងឈ្មោះថាប្រាសាទលលៃប្រាសាទលលៃស្ថិតនៅក្នុងភូមិលលៃឃុំប្រាសាទបាគងស្រុកប្រាសាទបាគងខេត្តសៀមរាបតាមប្រវត្តិរបស់ប្រាសាទដែលខ្ញុំដកស្រង់ចេញពី website Wikipedia ឈ្មោះប្រាសាទនេះត្រូវបានប្រជាជននាសម័យក្រោយអង្គរហៅតគ្នាមកប៉ុន្តែឈ្មោះដើមនៃប្រាសាទនេះគឺអេស្វារៈលោកប្រាសាទនេះកសាងនៅឆ្នាំ893ដោយព្រះបាទយសោវរ្ម័នទី1ដែលជាបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័នទី1ព្រះបាទយសោវរ្ម័នទី1ឡើងគ្រងរាជ្យបន្តពីព្រះរាជបិតារបស់ព្រះអង្គចាប់ពីឆ្នាំ889ដល់ឆ្នាំ910នៃគ្រិស្តសករាជហើយបានកសាងប្រាសាទលលៃនេះនៅឆ្នាំ893ដើម្បីឧទ្ទិសដល់ដួងព្រលឹងរបស់ព្រះមេដានិងបិតាជីដូននិងជីតារបស់ព្រះអង្គដែលខ្ញុំបានទៅទស្សនាប្រាសាទនេះចៃដន្យនិងមិនមែនជាអ្នកប្រវត្តិសាស្ត្រទេខ្ញុំក៏បានស្វែងរកព័ត៌មាននៅលើអនឡាញដោយបានដកស្រង់អត្ថបទនេះចេញពី website Wikipedia ចំពោះសំណង់ស្ថាបត្យកម្មប្រាសាទលលៃមានតួប៉ម4ធ្វើពីឥដ្ឋសង់រាងជា2ជួរមកក្រោយស្ថិតនៅលើទួលទីខ្ពស់កណ្ដាលបារាយមានសាលាចារឹកដូចប្រាសាទព្រះគោបែរទៅទិសខាងកើតហើយមានទ្វារបញ្ឆោត3ទិសទ្វារចូល1នៅលើមេទ្វារប៉មទាំង4មានសិលាចារឹកចាស្មើដៃប្រៀបដូចអក្សរពុម្ពប្រាសាទលលៃស្ថិតនៅទីនេះបង្ហាញពីប្រវត្តិសាស្ត្រសិល្បៈសម្រាប់អ្នកទេសចរនិងអ្នកសិក្សាដើម្បីរំលឹកអំពីអតីតកាលសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាតាំងពីដើមដល់ចប់ជម្រាបលាជួបគ្នាវីដេអូក្រោយ